សួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំអាយ៉ាម្ចាស់ account និយាយជ្រូក Big មហាក្បត់ហើយថ្ងៃនេះខ្ញុំចង់និយាយពីរឿងឆ្នាំនេះម្ដងទៀតព្រោះសឹមមិញខ្ញុំអត់បានបកស្រាយអំពីថាវិធីធ្វើវានឹងយ៉ាងម៉េចធ្វើឲ្យបងប្អូនយើងគាត់ឆ្ងល់ហើយចឹងទៅគាត់បានឆាតទៅសួរខ្ញុំដែរហើយខ្ញុំបានតបហើយមានពេលខ្លះទៅខ្ញុំតបទៅយឺតដោយសារដែលខ្ញុំWi-Fi ខាងខ្ញុំនេះគឺវាដើរយឺតមែនទែនដើរយឺតដែរពិបាកឆ្លើយតបព្រោះនៅនេះមិនថ្ងៃមុនខ្យល់ខ្លាំងចឹងទៅដាច់ខ្សែកាបដល់ពេលចឹងទៅឥឡូវដើរយឺតពេលឥឡូវចឹងខ្ញុំចង់ផុសវីដេអូមួយដើម្បីងាយស្រួលនឹងបងប្អូនមើលស្ដាប់យល់ទាំងអស់គ្នាកុំឲ្យថាខ្ញុំតាម record ចឹងយើងអត់សូវជាថាវាអស់ចឹងណាពេលឥឡូវខ្ញុំក៏បញ្ចេញវីដេអូមួយទៀតអូខេចឹងខ្ញុំចាប់ផ្ដើមខ្ញុំនឹងនិយាយប្រាប់មួយស៊ីម៉ោងតិចណាចាចឹងខ្ញុំសុំនិយាយណាក្រូចឆ្មាហ្នឹងគឺយើងលាងវាឲ្យស្អាតដាក់ឲ្យសម្រស់ទឹកហើយបន្ទាប់មកចេកទុំហ្នឹងគឺចេកណាំវ៉ាមិនមែនចេកខ្ចីទេចេកណាំវ៉ាហ្នឹងគឺយើងយកវាមកបកឲ្យស្អាតហើយថ្លឹងយក1គីឡូហើយស្ករសក៏1គីឡូដែរអញ្ចឹងដំបូងគឺរៀបក្រូចឆ្មាហ្នឹងក្រូចឆ្មាខោមហ្នឹងប្រហែលជាកន្លះអីចឹងទៅកន្លះគីឡូហើយទៅមកក៏ដាក់ចេកពីលើហ្នឹងកន្លះគីឡូដែរទៅហើយទៅមកចាក់ស្ករសកន្លះគីឡូនៅលើហ្នឹងហើយបន្ទាប់មកក៏យើងរៀបក្រូចឆ្មានៅពីលើហ្នឹងទៀតហើយបន្ទាប់មកក៏យើងដាក់ចេកហ្នឹងពីលើគ្នាម្ដងទៀតទៅចាក់ស្ករសកន្លះគីឡូពីលើហ្នឹងថែមទៀតចាវាមានតែប៉ុណ្្នឹងឯងហើយយើងគ្របទុកវាកន្លះខែវានឹងជ្រាបវានឹងលាយជាតិស្ករជាតិចេកជាតិក្រូចនឹងចេញមកចូលគ្នាហើយចាំយើងញ៉ាំហើយក្នុងមួយថ្ងៃយើងញ៉ាំ2ដងញ៉ាំបាយពេលថ្ងៃត្រង់ហ្នឹងពេលយើងញ៉ាំបាយហើយគឺយើងដួសវាមួយស្លាបព្រាយើងញ៉ាំដំបូងអញ្ចឹងយើងដួសមួយស្លាបព្រានឹងញ៉ាំស្លាបព្រាខ្លីហ្នឹងដួសមួយស្លាបព្រាហ្នឹងយកមកញ៉ាំហើយបន្ទាប់មកចាំយើងញ៉ាំទឹកហើយចាំបើពេលយប់ពេលយើងចូលគេងហ្នឹងគឺយើងដួសមួយស្លាបព្រាញ៉ាំទៀតហ្នឹងថាយើងញ៉ាំដំបូងណាយើងញ៉ាំសន្សឹមសិនហើយបើយើងញ៉ាំជាប់ជំងឺហ្នឹងគឺនឹងប្រែប្រួលវានឹងថាធូរព្រោះមិញខ្ញុំអីពេលគាត់គេងយប់គេងអត់លក់អីអញ្ចឹងទៅធ្វើឲ្យគាត់ខ្សោយដល់ពេលអញ្ចឹងទៅក៏គាត់ញ៉ាំថ្នាំហ្នឹងពេលគាត់ញ៉ាំគាត់ថាមានអារម្មណ៍ធូរច្រើនគាត់ថាពីមុនធ្លាប់តែម៉ោង2 10ម៉ោង1អីមិនបានគេងមិនលក់អីគាត់ថាគេងអត់លក់ហ្មងគាត់ថាគេងអត់លក់ហ្មងណាប៉ុន្តែដល់ពេលឥឡូវវិញម៉ោង9ម៉ោង10មិនទាន់នេះទៅបាត់ហើយគេងលក់ស្រួលដល់ពេលអញ្ចឹងទៅតាំងពីញ៉ាំថ្នាំហ្នឹងមកធ្វើឲ្យសុខភាពគាត់អីបានល្អហើយញ៉ាំបែកបានហើយកំម៉ាប់ឥឡូវយើងឡើងគីឡូដែរហើយញ៉ាំទៅក៏មួយយ៉ាងសាច់ស្អាតហើយចាហើយជាចុងក្រោយខ្ញុំចាហើយអញ្ចឹងខ្ញុំគ្រាន់តែចង់និយាយខំនិយាយមួយដើម្បីឲ្យបងប្អូនយើងគាត់ងាយស្រួលព្រោះអីមានខ្លាចថ្ងៃណាមួយទៅខ្ញុំអត់បានតបឆាតអញ្ចឹងទៅធ្វើឲ្យគាត់អន់ចិត្តអន់អីអញ្ចឹងកុំអន់ចិត្តអីបើសិនជាខ្ញុំឃើញខ្ញុំ Wi-Fi ខ្ញុំដើរស្រួលខ្ញុំនឹងតបទៅវិញតែឥឡូវខ្ញុំក៏ផុសវីដេអូមួយប្រហែលជា5នាទីមិនដល់5នាទីទេបើសិនជាបងប្អូនគាត់មានជំងឺថប់ចឹងមែនមានជំងឺចឹងមែនយើងត្រូវតែចំណាយពេលស្ដាប់បន្តិចទៅព្រោះថានេះគឺជាស្ទើរតែរបស់ល្អចេកណាំវ៉ាល្អហើយក្រូចឆ្មាស្ករសអីស្រាប់គ្រឿងជំនួយហើយក្រូចឆ្មាហ្នឹងគឺត្រូវច្រើនយ៉ាងផ្ទះខ្ញុំអត់សាប៊ូអីទេផ្ទះខ្ញុំគឺសាប៊ូក្រូចឆ្មាហើយនឹងម្ទេសផ្ទះខ្ញុំចូលចិត្តដាំហើយជាចុងក្រោយខ្ញុំចង់បញ្ជាក់បន្តិចថាគឺអត់ដាក់នេះទេអត់ដាក់ទឹកហើយក៏មិនដាក់ស្រាដែរនេះគឺជាថាថ្នាំរបស់ខ្ញុំគឺខ្ញុំត្រាំពេលថ្ងៃសៅរ៍ដល់ពេលឥឡូវគឺលលាយចិត្តអស់ហើយស្ករសណាមួយខ្ញុំដាក់ថូទូចហ៎បើនៅផ្ទះខ្ញុំដាក់ថូធំថូ10គីឡូ
ដល់ពេលនេះទៅខ្ញុំក៏ចូលដាក់ថូតទូចឹងទៅដូចជាខរលាយដល់ហើយហើយអូជ្រើណា5នាទីអីចឹងបានសិននេះណាអរគុណច្រើនមិត្តភក្តិទាំងអស់គ្នាជម្រាបលាបាយបាយ